មានឯតាស៊ីវិលត្រឹមត្រូវជាមួយគ្នាខាងប្តីនោះគាត់បានចុះចោលប្រពន្ធរយៈពេល3ឆ្នាំទៅសែនព្រានជាមួយនឹងនារីថ្មីចាំមើលថាតើវាយ៉ាងម៉េចខ្លះខ្ញុំសូមអានខ្លឹមសាររបស់បងប្អូនយើងទាំងស្រុងជម្រាបសួរបងខ្ញុំមានបញ្ហាចង់សួរបងថាប្តីខ្ញុំបានចុះចោលខ្ញុំរយៈពេល3ឆ្នាំមកហើយរួចគាត់ទៅសែនព្រានពាក្យចាស់យើងសែនព្រានណាយកប្រពន្ធថ្មីទៀតតែពួកខ្ញុំនេះមានអេតាស៊ីវិលបានន័យថាមានសម្បត្តិអាពាហ៍ពិពាហ៍ត្រឹមត្រូវណាអេតាស៊ីវិលហើយខ្ញុំបានប្តឹងទៅខាងតុលាការសូមលែងលះហើយតុលាការគាត់បានកោះហៅខ្ញុំបាន2ដងហើយកោះហៅខាងប្រុសមកដែរតែគាត់មិនមកខ្ញុំគ្រាន់តែសុំមេដៃពីគាត់តែប៉ុណ្ណោះមិនបានទាមទារអ្វីទេតែខាងតុលាការគាត់ហៅខ្ញុំបានតែ2ដងមិនឃើញក៏ហៅទៀតសោះទោះខ្ញុំខលទៅសួរគាត់គ្រាន់ថាចាំហៅតែមិនឃើញសោះខ្ញុំចង់សួរទៅបងថាតើបើខ្ញុំដាក់ពាក្យបណ្ដឹងទៅខាងតុលាការអញ្ចឹងតើខ្ញុំអាចរៀបអាពាហ៍ពិពាហ៍ថ្មីទៀតបានដែរឬទេព្រោះខាងតុលាការមិនឃើញហៅតើខាងភូមិឃុំអាចអនុញ្ញាតឲ្យរៀបការទៀតឬអត់បងសូមអរគុណបងហើយរឿងទី1ខ្ញុំបញ្ជាក់ម្ដងទៀតថាបងប្អូនពីអ្នកប្តីប្រពន្ធនេះមានសម្បត្តិអាពាហ៍ពិពាហ៍ត្រឹមត្រូវមានសម្បត្តិអាពាហ៍ពិពាហ៍ត្រឹមត្រូវបាទតែខាងប្តីចុះចោល3ឆ្នាំហើយចុះចោល3ឆ្នាំហើយចុះចោល3ឆ្នាំហើយចុះចោលហើយទៅមានប្រពន្ធថ្មីបានន័យសែនព្រានចំណុចនេះមានន័យថាម៉េចមានន័យថាគេលែងចាត់ទុកយើងជាប្រពន្ធគេចង់បានប្រពន្ធថ្មីផ្សេងពីយើងហើយចំណុចមួយទៀតចាត់ទុកថាម៉េចទៀតចាត់ទុកថាគេក៏ផ្ដល់ឱកាសឲ្យយើងទៅរកអ្នកថ្មីទៅសែនព្រានជាមួយអ្នកថ្មីទៅរកប្តីថ្មីគឺគេយល់ព្រមជាស្មារតីអញ្ចឹងយើងទាញមកយល់ព្រមជាស្មារតីថាគេក៏អនុញ្ញាតឲ្យយើងទៅរកថ្មីបានដែរប៉ុន្តែមែនតែនទៅអ្នកទី1ប្តីដែលចុះចោលឲ្យទៅសែនព្រានជាមួយប្រពន្ធថ្មីក្នុងគ្រាដែលខ្លួនមានសម្បត្តិអាពាហ៍ពិពាហ៍អានេះបើសិនជាខាងប្រពន្ធប្តឹងពីរឿងព្រហ្មទណ្ឌក៏ណាគឺបទល្មើសផិតយោងតាមមាត្រា7នៃច្បាប់ស្តីពីឯកពន្ធភាពឆ្នាំ2006ប្រឈមមុខនឹងការជាប់ពន្ធនាគារចន្លោះពី6ខែទៅ1ឆ្នាំអានឹងបើសិនជាខាងភាគីប្រពន្ធប្តឹងប៉ុន្តែសំណាងដែរភាគីប្រពន្ធអត់ប្តឹងទេរឿងព្រហ្មទណ្ឌហ្នឹងភាគីប្រពន្ធគ្រាន់តែប្តឹងសុំលែងលះតែហ្មងមូលហេតុរបស់គាត់គឺមានតាមច្បាប់ត្រឹមត្រូវទី1ចុះចោលអស់រយៈពេលជាង1ឆ្នាំចាប់ពី1ឆ្នាំឡើងលើទៅគឺជាមូលហេតុដែលនាំឲ្យភាគីម្ខាងទៀតយកមូលហេតុហ្នឹងមកដាក់ពាក្យប្តឹងសុំលែងលះបានតាមច្បាប់មូលហេតុកាន់តែធ្ងន់ទៀតភាគីខាងប្តីទៅមានស្រីសែនព្រានហ្នឹងឯងគេហៅមានស្រីព្រោះសម្បត្តិអាពាហ៍ពិពាហ៍មិនទាន់រំលាយដោយអំណាចតុលាការផងហ្នឹងអញ្ចឹងមានស្រីអញ្ចឹងមូលហេតុក្បត់ចិត្តគឺជាមូលហេតុកាន់តែធ្ងន់មួយទៀតសម្រាប់យើងដាក់ពាក្យប្តឹងលែងលះទៅកាន់តុលាការហ្នឹងហើយអញ្ចឹងឃើញតុលាការទទួល2ដងឯងប៉ុន្តែភាគីប្តីអត់មកទេអត់មកផ្តិតមេដៃទេភាគីប្រពន្ធគ្រាន់តែចង់បានស្នាមមេដៃផ្តិតមេដៃខ្ញុំជម្រាបជូនបងចេះថាបើយើងប្តឹងទៅតុលាការដើម្បីរំលាយចំណងអាពាហ៍ពិពាហ៍យើងតាមច្បាប់ដែលយើងមានសម្បត្តិអាពាហ៍ពិពាហ៍
ឬក៏គេហៅថារំលត់នៅអានុភាពកតេយុទ្ធនៃសម្បត្តិអាពាហ៍ពិពាហ៍របស់យើងគេមិនចាំបាច់មានស្នាមមេដៃពីខាងស្រីឬខាងប្រុសដែលមិនមកផ្ដិតនោះទេអត់ចាំបាច់ទេសំខាន់មូលហេតុដែលយើងចង់ប្តឹងនេះយើងមានមូលហេតុអីខ្លះដែលប្តឹងលែងលះប្តីរបស់យើងនិយាយចំរឿងហ្នឹងទៅយើងមានមូលហេតុអីខ្លះដើម្បីប្តឹងទៅកាន់តុលាការឲ្យរំលត់នៅអានុភាពកតេយុត្តនៃសម្បត្តិអាពាហ៍ពិពាហ៍របស់យើងមូលហេតុពីរសំខាន់ទី1គឺចុះចោលគ្រួសារអស់រយៈពេលចាប់ពី1ឆ្នាំឡើងលើទៅរហូតដល់3ឆ្នាំហើយឃើញទេមូលហេតុទី1ស្របច្បាប់មានចែងនៅក្នុងច្បាប់អាហ្នឹងមូលហេតុហ្នឹងមូលហេតុទី2គឺក្បត់ចិត្តទៅមានស្អីថ្មីទៅសែនព្រេនប្រពន្ធថ្មីអាហ្នឹងសិតតែមូលហេតុសំខាន់ដែលគេមិនអាចយកបានទេបាទមូលហេតុគាត់ចុះចោលធម្មតាអាហ្នឹងមិនសូវអីហ្មងវិលត្រឡប់វិញអាចនិយាយគ្នាបានតែមូលហេតុក្បត់ចិត្តនេះអាហ្នឹងរៀងធ្ងន់ដែរចឹងមូលហេតុរបស់គាត់គឺស្របច្បាប់ហើយដែលគួរតុលាការយកមកពិចារណាខ្ញុំមិនបខំឲ្យតុលាការកាត់ក្តីលែងលះទេប៉ុន្តែតុលាការក៏មិនត្រូវណាយកគេមកធ្វើជាចំណាប់ខ្មាំងឯងស្អីទៅយកគេមកធ្វើជាចំណាប់ខ្មាំងបានន័យថាដឹងចិត្តអ្នកដឹងថាចង់លែងលះចង់បានសាលក្រមលែងលះរំលត់អានុភាពកតេយុត្តនៃសម្បត្តិអាពាហ៍ពិពាហ៍ដើម្បីទៅការប្តីថ្មីទៀតអកលាដើម្បីឲ្យគេផ្ដល់នៅអត្ថប្រយោជន៍ណាមួយខ្ញុំមិនចោលប្រកាន់តុលាការទេប៉ុន្តែកុំធ្វើរូបមន្តនោះឥឡូវ2ដងហើយនីតិវិធីនៃការផ្សះផ្សាអញ្ចឹងវាលើកទី3វាដល់អានីតិវិធីនៃការសម្រេចវាលើកលែងតែសំណុំរឿងវាកូនច្រើនកខងទេប៉ុន្តែទោះបីកូនច្រើនយ៉ាងណាយ៉ាងណីក៏ដោយឥឡូវវាចូលលេខរៀងដំបូងគេហើយសំណុំរឿងហ្នឹងអញ្ចឹងវាគួរដែរចេញថាសេចក្តីសម្រេចលើអង្គសេចក្តីបានន័យថាឲ្យគេលែងឬមិនឲ្យគេលែងចេញឲ្យច្បាស់មកតែគេមានមូលហេតុត្រឹមត្រូវរបស់គេប្តីចុះចោលរយៈពេល3ឆ្នាំទៅមានប្រពន្ធថ្មីបាត់ទៅហើយគេមិនទាន់ប្តឹងពីបទល្មើសព្រហ្មទណ្ឌផងផាត់ក្បត់ហើយបរិះនោះមិនទាំងព្រមចូលមកក្នុងពេលនីតិវិធីផងអញ្ចឹងអាហ្នឹងបាននេះទៅតុលាការបានបំពេញនីតិវិធីវាពីដំណាក់កាលរួចទៅហើយភាគីទាំងសងខាងគឺមើលទៅគឺថាមានចំហរៀងខ្លួនថាផ្ដាច់ចំណងតាក់ទងជាមួយគ្នាអញ្ចឹងសម្រាប់ចុងក្រោយទៅខ្ញុំមិនបខំតុលាការខ្ញុំមិនដាក់សម្ពាធតុលាការទេប៉ុន្តែតុលាការត្រូវតែពិចារណាទៅលើសំណុំពររបស់គេដែលជាសំណុំពរចំពោះមុខស្អីទៅសំណុំពរចំពោះមុខចាំបាច់បុគ្គលជាប្តីចុះចោលបាត់ប៉ះពាល់អីដល់គ្រួសារបុគ្គលជាប្តីទៅមានប្រពន្ធថ្មីប៉ះពាល់អីដល់គេឈ្មោះគេប៉ះពាល់អីដល់គ្រួសារប៉ះពាល់អីដល់សិទ្ធិគេលោកពិចារណាទៅលោកចៅក្រមឲ្យលោកកាឡាបញ្ជីនោះហេតុអីក៏ភាគីម្ខាងអាចទៅយកប្រពន្ធថ្មីបានចំណែកឯភាគីម្ខាងទៀតធ្វើនីតិវិធីតាមច្បាប់ឲ្យវាត្រឹមត្រូវរំលត់នៅអានុភាពកតេយុត្តនៃសម្បត្តិអាពាហ៍ពិពាហ៍នៅធំធែងមិនបានសារក្រមនោះខ្ញុំនិយាយនេះគឺនិយាយផ្អែកលើមូលដ្ឋានច្បាប់ប៉ុន្តែខ្ញុំមិនដឹងរឿងពិតថាតើលោកចៅក្រមកាន់សំណុំរឿងហ្នឹងមានមូលដ្ឋានអីដែលនៅយឺតយ៉ាវទេប៉ុន្តែជាសំណុំពររបស់ខ្ញុំកុំប្រើរូបមន្តពន្យាពេលដើម្បីទទួលបានផលខ្ញុំមិនចោលទេប៉ុន្តែកុំប្រើរូបមន្តពន្យាពេលដើម្បីទទួលបានផលនេះផលនោះដោយសារមើលឃើញថាគេចង់បានសារក្រមលែងលះដើម្បីគេទៅរៀបការប្តីថ្មីយើងអកលាកុំប្រើរូបមន្តនោះប្រើរូបមន្តនោះគឺខុសច្បាប់តែបើមានមូលដ្ឋានច្បាស់លាស់តាមផ្លូវច្បាប់ថាមិនអាចបើកសាវនាការដើម្បីចេញសារក្រមសម្រាប់នឹងបានដោយសារសំណុំរឿងបុកមកច្រើនខ្វះបន្ទប់សាវនាការខ្វះចៅក្រមអាហ្នឹងខ្ញុំថាអត់អីទេតែបើគេរកឃើញថាយើងពន្យាពេលដើម្បីទទួលបានផល
khơi hàng này chọn khăn á chọn bàn xa cầm lên là khăn á ông tây tớ cái lột thẹn tây máu anh đang công ấy công thứ ba cái này nhầm xong vó khi mình trao tê à lấy cái mấy khi ông chơi đi ai bong xua đài bong xua thà à lấy bao tờ la ca mình toàn cắt rồi cái đây trên sàn cầm màu trắng á lực tí bay mình toàn khinh co hở thà co mình lên có trên gì thao mình nhé ao khi ông thương mày khi ông ai cứ vô ở đây bàn ọt khi ông ai điệp cả bàn ọt chứ nghe bong xua chứ nghe mới chụp ta bà khi ông đã bịa bật đăng tới khang tà la ca chẳng ta khi ông ai điệp cả thầm mấy tiết bàn tê bỏng pru khang tà la ca mình khơi hay ta khang phung khung còn ai ăn nhạt ao điệp cả tiết rư có ọt bỏng xôm ọt côn bỏngแต่นี่ខ្ញុំឆ្លើយតាមផ្លូវច្បាប់ខ្ញុំអត់កាន់ជើងណែណាទេភូមិឃុំអត់អាចចេញច្បាប់ការឲ្យយើងបានទេមូលហេតុអីមូលហេតុសម្បត្តិអាពាហ៍យើងនៅជំងងងបើភូមិឃុំចេញច្បាប់ការស្មាងលើអីមិនដឹងស្មាងលើអីផងពីព្រោះត្រូវបំពេញនីតិវិធីដើម្បីឲ្យភូមិឃុំដែលហៅថាមន្ត្រីអតាអង្គរឋានគាត់ចេញច្បាប់ការយើងបានស្អីទៅនីតិវិធីទៅបំពេញខាងស្រីត្រូវបញ្ជាក់អំពីភាពនៅលាវឬមេម៉ាយខាងប្រុសត្រូវបញ្ជាក់អំពីភាពនៅលាវឬពោះម៉ាយឥឡូវខាងស្រីអាចបញ្ជាក់អំពីភាពនៅលាវបានទេកន្លែងហ្នឹងឥឡូវបងឆ្លើយជាមួយខ្ញុំមកបញ្ជាក់ភាពនៅលាវមិនបើសម្បត្តិអាពាហ៍នៅជំងងអត់តមានសារក្រមមករំលាយចោលផងហ្នឹងអញ្ចឹងឃុំអត់អាចធ្វើបានហ្មងចាប់ត្រឹមហ្នឹងបិទផ្លូវតវ៉ាត្រឹមហ្នឹងអញ្ចឹងសំណួរដែលបងសួរថាភូមិឃុំអាចអនុញ្ញាតឲ្យយើងរៀបការបានអត់នោះគឺមិនអាចបានទេតាមផ្លូវច្បាប់តែបើតាមផ្លូវសង្គមបានស្អីទៅតាមផ្លូវសង្គមបានខ្ញុំបាននិយាយខាងដើមហើយប្តីយើងបានចុះចោលយើង3ឆ្នាំទៅលួចសែនព្រេនជាមួយនឹងអ្នកថ្មីមានន័យថាគេលែងចាត់ទុកយើងជាប្រពន្ធហើយឬថាអស់មនោសញ្ចេតនាជាមួយយើងជាប្រពន្ធហើយទី1ជាស្មារតីទី2គឺគេមានន័យថាបើកចំហឲ្យយើងនឹងទៅយកដីឬក៏ទៅមានអ្នកថ្មីបានអាហ្នឹងរឿងសង្គមរឿងមួយទៀតរឿងសិទ្ធិសមភាពចំពោះមុខច្បាប់មិនក៏ខាងប្តីទៅសែនព្រេនបានហើយខាងប្រពន្ធមិនក៏មិនអាចសែនព្រេនបានតន់ខ្ញុំនិយាយយល់ខ្ញុំនិយាយជាលក្ខណៈសង្គមទេអញ្ចឹងបើប្តីទៅសែនព្រេនយើងក៏សែនព្រេនបានដែរប៉ុន្តែយើងអាចសុំច្បាប់រៀបការឬក៏អាចចុះសម្បត្តិអាពាហ៍បានទេដោយសារតែសម្បត្តិអាពាហ៍របស់យើងនៅជំងងតឡាការអត់តន់ចេញសារក្រមរំលាយហើយបើយើងសុំច្បាប់ការត្រឹមត្រូវតាមឃុំមិនអាចធ្វើបានទេពីព្រោះសម្បត្តិអាពាហ៍យើងក៏នៅជំងងតឡាការមិនតន់រំលាយដោយសារក្រមហ៊ានតែភូមិឃុំមន្ត្រីតាអង្គរឋានធ្វើឲ្យយើងខុសច្បាប់ទាំងគ្នាថាធ្វើបានទេអញ្ចឹងខ្ញុំនិយាយអំពីបញ្ហាឬក៏ទស្សនវិជ្ជាសង្គមខាងដើមនឹងមាញ់នេះលំមសំគួរដែលខាងស្រីយកទៅពិចារណាបានហើយនេះសមភាពពីមុខច្បាប់សិទ្ធិរបស់យើងហើយចុះខាងប្រុសឬសែនព្រេនបានហើយខាងស្រីមិនក៏មិនសែនព្រេនបានទៅសែនព្រេនទៅអារឿងសូមច្បាប់ការនឹងការរៀបអាពាហ៍ចាំពេលក្រោយទៀតចុះសម្បត្តិអាពាហ៍ចាំពេលក្រោយទៀតបានន័យថាចាំសម្បត្តិអាពាហ៍មុនតឡាការនេះចេញសេចក្តីសម្រេចមកសារក្រមមករំលាយសម្បត្តិអាពាហ៍នឹងចោលទៅអានោះចូលជាស្ថាពរចាំយើងចាប់ដើមនីតិវិធីសុំច្បាប់ការតាមផ្លូវច្បាប់ផ្លូវរដ្ឋបាលនិងសុំចុះសម្បត្តិអាពាហ៍ជាក្រោយទៀតក៏បានដែរអត់អីទេបាទអានេះខ្ញុំនិយាយចឹងតែមកយើងពិចារណាទាំងអស់គ្នាវាហេតុវាផលវានៅតំណងទទួលបានឯប៉ុណ្ណឹងយកទៅពិចារណាចុះហើយទី1
កលាបញ្ជីចៅក្រមអ្នកច្បាប់ផ្សេងៗដទៃទៀតជួយខមមិនខាងក្រោមទី2មន្ត្រីតានកោឋានស្មៀនមេឃុំចៅសង្កាត់សូមជួយខមមិននៅខាងក្រោមបន្ថែមបាទពួកខ្ញុំនិយាយទៅប្រើហ្នឹងហើយហើយខ្ញុំអត់ចោលប្រកាន់ទេនិយាយគ្នាហើយអត់មានចោលប្រកាន់តឡាការទេនាំគ្នាប្តឹងខ្ញុំគ្រាន់តែលើកជាសមត្ថកម្មទេហើយសំណុំពរជាសារទេបើមានមូលដ្ឋានគ្រប់គ្រាន់ហើយចេញសារក្រមមកគេទៅអានឹងខាងស្រីអត់តន់ប្តឹងពីបត់ផាត់ក្បត់ផងទៅសែនពេលទៅមានថ្មីគឺផាត់ក្បត់ច្បាប់ឯកពន្ធភាពឆ្នាំ2006មេតា7យកមកបើខ្ញុំនិយាយខុសអានឹងជួយកែផងជាប់ពន្ធនាគារចន្លោះពី6ខែទៅ1ឆ្នាំតែតើតែសម្បៃខ្លួនប្តឹងបើមិនប្តឹងតុលាការគេហ៊ានចាត់ការទេប៉ុន្តែមើលពិនិត្យមើលតើខាងប្រុសដែលចុះចោលទៅ3ឆ្នាំទៅសែនព្រៀងជាមួយអ្នកថ្មីហ្នឹងតិចទៅចុះសម្បត្តិអាពាហ៍មួយទៀតទៅបើទៅចុះសម្បត្តិអាពាហ៍មួយទៀតអាហ្នឹងធ្ងន់មួយទៀតបទល្មើសមួយទៀតគេហៅបទល្មើសទ្វេពន្ធភាពក្នុងពេលដែលសម្បត្តិអាពាហ៍ដើមមិនទាន់ត្រូវបានរំលាយដោយអំណាចតុលាការនេះឡើយនាំគ្នាទៅចុះសម្បត្តិអាពាហ៍ថ្មីមួយទៀតជាមួយអ្នកថ្មីជាប់គុកទាំងអ្នកទៅចុះជាប់គុកទាំងអ្នកចុះឲ្យនិយាយអាក្រក់ស្រាប់ហើយមិនចាំបាច់មានបណ្ដឹងពីភាគីជនរងគ្រោះទេនគរបាលយុតិធម៌ដឹងកសាងសំណុំរឿងក្រឹបតុលាការដឹងជាពិសេសគឺពរិញ្ញាចោតប្រកាន់ពងនាំខ្លួនមកពឹបនេះគឺជានៃខ្លឹមសារដែលមានចែងនៅក្នុងច្បាប់មិនមែនខ្ញុំចេះតែថាទេហើយបើមិនជឿខ្ញុំសូមអញ្ជើញបើកមើលច្បាប់ឯកពន្ធភាពឆ្នាំ2006បងប្អូនឥឡូវប្រើទូរស័ព្ទទំនើបបងឯងចូលទៅ Google ហើយបងឯងវាយទៅច្បាប់ស្ដីពីឯកពន្ធភាពវាចេញមកឲ្យអានទៅមិនដល់10ទំព័រទេរៀនអានខ្លះមើលតារឿងអត់ប្រយោជន៍មើលខ្ញុំមិនបខំឲ្យមើលខ្ញុំឯងមើលអ្នកណាមើលចុះប៉ុន្តែកុំមើលរឿងអត់ប្រយោជន៍ច្រើនពេកអាព័ត៌មានខ្លះគឺព័ត៌មានបំពុលសង្គមព័ត៌មានខ្លាំងៗយើងជឿយើងជាក់អូយទៅហើយទាំងបីទាំងត្រូវ TikTok អីមើល Facebook អីណា YouTube អត់ប្រយោជន៍មើលសុំមើលអ្វីឲ្យមានប្រយោជន៍ដើម្បីជីវិតយើងល្អប្រសើរ